សារតែកម្ដៅនិងសារធាតុគីមីបានធ្វើឲ្យស្បែករបស់គាត់រលាយជាប់ជាមួយនឹងកៅស៊ូស្បែកនៃរូបយក្សនោះឯសរសៃឈាមក៏បានដុះនិងចាក់ឫសជាប់ទៅនឹងឈុតនោះបាត់ទៅហើយសូម្បីតែភ្នែកសិប្បនិមិត្តរបស់បិសាចក៏បានប្រែក្លាយទៅជាមានសរសៃឈាមក្រហមហើយក៏បានព្រិចភ្នែកនិងសម្លឹងមកមើលគ្រូពេទ្យនោះពិតៗប៉ុន្តែជំនួសឲ្យការជួយសង្គ្រោះគាត់ស្ទូឌីយោបានចាក់សោឃុំគាត់នៅក្នុងបន្ទប់ងងឹតទៅវិញហើយបង្ខំឲ្យគាត់សម្ដែងជាតួ Godzilla បន្តទៅទៀតព្រោះក្នុងសម័យកាលនោះគ្មានបច្ចេកវិទ្យាណាដែលអាចសម្ដែងបានពិតប្រាកដដូចជាបិសាចពិតនោះឡើយសំឡេងក្រហឹមដែលគួរឲ្យខ្លាចដែលអ្នកបានឮនៅក្នុងរោងកុនវាមិនមែនជាសំឡេងសិប្បនិមិត្តនោះទេក៏ប៉ុន្តែវាគឺជាសំឡេងស្រែកនិងដង្ហើមចុងក្រោយរបស់បុរសម្នាក់នោះដែលត្រូវបានគេឃុំឃាំងនៅក្នុងស្បែកជ័រក្នុងបន្ទប់ងងឹតនោះជារៀងរហូតតើអ្នកជឿទេថាស្ទូឌីយោភាពយន្តពិតជាបានរាក់បាំងរឿងដ៏ខ្មៅងងឹតមួយនេះបើសិនជាអ្នកមានពេលបានទៅទស្សនារឿង Godzilla ក្នុងឆ្នាំ1954ម្ដងទៀតសូមអ្នកសង្កេតមើលថាភ្នែករបស់បិសាចនោះគឺជាភ្នែករបស់បិសាចឬគឺជាភ្នែករបស់មនុស្សជំនួសបើសិនជាអ្នកទាំងអស់គ្នាបានមើលរឿងនេះរួចហើយខមមិនពីមតិរបស់អ្នកទាំងអស់គ្នាខាងក្រោមវីដេអូនេះកុំភ្លេច follow ម្នាក់មួយផងណា